អ្នកនិយាយអ្វីនិយាយម្ដងទៀតនៅព្រំដែនកណ្ដាលក្រោយគ្រូមេរោគប្រជាជនគ្មានសំណល់អាហារតើយើងនឹងខុតបាត់ឯកឧត្តមព្រះអង្គគង់ចាស់ស្ដាប់ព្រះអង្គមិនបានស្ដាប់ខុសទេគួរតែជាសង្គ្រោះមហន្តរាយមិនមែនសុំអាហារខ្ញុំនិយាយបរោះក្មេងមកមិនមានរឿងល្អអីទេព្រះអង្គសូមមើលដោយខ្លួនឯងរួចហើយអាហារមិនគ្រប់សម្រាប់បរិភោគទេតើយើងនឹងរកគ្រប់គងអាហារយោធាបានយ៉ាងដូចម្ដេចនេះគឺចង់ឲ្យយើងស្លាប់ហើយឯកឧត្តមព្រះអង្គមើលឃើញហើយថាគ្រូមេរោគទើបតែផុតទៅទុកសល់តែភាពបាក់បែកពេញទីកន្លែងសពមនុស្សនិងសពមានច្រើនណាស់តើនៅមានសំណល់អាហារអ្វីទៀតឥឡូវនេះបញ្ហាសំខាន់មិនមែនអាហារយោធាទេតែជាជំនួយគ្រោះមហន្តរាយប្រជាជនបើមិនបានបរិភោគគ្រប់គ្រាន់មិនខុសទេបើអ្នកថែរក្សាភ្នំដោយដៃទេមិនដឹងខ្លួនខ្ញុំសង្ស័យសមត្ថភាពអ្នកពាក្យនេះមានន័យដូចម្ដេចគឺគាត់មានវិធីសាស្ត្រផ្សេងទៀតមិនអាចទៅរួចទេគាត់គ្រាន់ជាកូនប្រុសមហាសេដ្ឋីប៉ុណ្ណោះកំពុងនិយាយបបបញ្ឆោតលោកឧត្តមសេនីយ៍លៀងតើអ្នកគិតថាខ្ញុំកំពុងនិយាយបបបញ្ឆោតមែនទេខ្ញុំមិនហ៊ានទេបើខ្ញុំអាចដោះស្រាយបញ្ហាអាហារបានតើអ្នកនឹងធ្វើរួចម្ដេចការកំណត់ភាសារបស់ព្រះច័ន្ទអាចត្រូវបានកែប្រែឬកំណត់ឡើងវិញដោយអ្នកប្រើប្រាស់ដោយចូលទៅកាន់ការកំណត់របស់ឧបករណ៍រួចជ្រើសរើសជម្រើសភាសាដែលអ្នកចង់ប្រើវាជួយឲ្យអ្នកអាចប្រើប្រាស់កម្មវិធីឬប្រព័ន្ធនេះបានយ៉ាងងាយស្រួលនិងសមស្របទៅតាមតម្រូវការរបស់ខ្លួនមនុស្សច្បាប់និយាយថាត្រូវបិទសក់អាហារសម្រាប់កងទ័ពមិនមែនជំងឺសង្ឃគាត់បញ្ជាឲ្យមនុស្សដំបងទៅប្រមូលព្រះលឿងនេះខ្លួនគាត់វិញនៅផ្ទះមិនចេញក្រៅការងារនេះត្រូវធ្វើដោយយើងដែរបន្ទាប់មកខ្ញុំក៏ជឿដែរថាគាត់ពិតជាអាចដោះស្រាយបញ្ហាអាហារបានគ្រាន់តែគាត់ជាមនុស្សមិនប្រយោជន៍ម្នាក់ប៉ុណ្ណោះព្រះអង្គកុសត្រាព្រះអង្គមិនបារម្ភអាហារទេប្រជាជនកណ្ដាលប្រទេសគ្រាន3ខ្សែ9ទេកំហុសខ្ញុំមិនអាចកំភ្លេចរងចាំមុនឧត្តមសេនីយ៍លៀងអ្នកមិនចង់ដឹងទេថាខ្ញុំដោះស្រាយបញ្ហាអាហារបានដូចម្ដេចអ្នកមានវិធីអ្វីអង្គុយសិនទៅរួចនិយាយបន្តអិនសាក់រស់មើលមិនអាចទទួលយកបានទេប្រជាជនកណ្ដាលប្រទេសសំបីតែអាហារមិនមានតែព្រះអង្គនៅតែបរិភោគសាច់អ្នកគិតថានេះជាសាច់អ្វីត្រូវតែជាសាច់មាន់មានអ្វីត្រូវនិយាយទៀតអ្នកគិតថាក្នុងជុំវិញរលីមានមាន់រស់សំបីតែមួយទេអញ្ចឹងនេះគឺនំបរងសាច់ស្របចាអីហ្នឹងអាក្រក់ណាស់ហ៊ានឲ្យខ្ញុំបរិភោគអ្វីអាក្រក់បែបនេះសាក់រស់មើលស្របចាស់ជាមីមកមើលឲ្យល្អអែមបាទមានច្រើនទៀតយ៉ាងដូចម្ដេចហាសាច់ពិតប្រាកដណាស់បើអ្នកដកចេញការរិះរកក្នុងចិត្តរបស់អ្នកវាជាម្ហូបឆ្ងាញ់មួយដែលរកបានលំបាកណាស់ដាក់វាចូលជាមួយម្សៅហ្វ្លឺហើយឆាឲ្យឆ្ងាញ់វាជាអាហារដែលល្អសម្រាប់យោធាចល័តហើយវាក៏អាចបំពងចៀនឆាឬស្ងោរបានផងដែរមុខម្ហូបណាក៏ឆ្ងាញ់ទាំងអស់អ្វីដែលមើលទៅអាក្រក់បែបនេះតែហេតុអ្វីពេលបរិភោគវិញឆ្ងាញ់បែបនេះព្រះអង្គគ្រងនឹងផ្សព្វផ្សាយវាយ៉ាងដូចម្ដេចអញ្ចឹងត្រូវការឲ្យឧត្តមសេនីយ៍លៀងសហការជាមួយខ្ញុំហើយព្រះអង្គកម្ចាស់នេះពិតជាចេះធ្វើឲ្យមានរឿងច្រើនមែនមិនទាន់បានធ្វើអ្វីសោះទេតែត្រូវពឹងផ្អែកលើយើងហើយហឹមគាត់គ្រាន់តែធ្វើដំណើរតាមបែបបុណ្យប៉ុណ្ណោះមិនមែនចង់ធ្វើអ្វីពិតប្រាកដទេដាក់យើងចូលរួមបន្តិចហើយទៅបាក់គាត់មិនត្រឹមតែពឹងផ្អែកលើពុកធំល្អរបស់គាត់ទេថែមទាំងជាព្រះអង្គកម្ចាស់គេផងអូពិតមែនខ្ញុំក៏បានជាខ្លួនដែរមើលទៅដូចមែនវាអាចបរិភោគបានដូចម្ដេចអូមានម្ហូបឆ្ងាញ់ច្រើនប៉ុណ្ណាខ្ញុំស្គាល់នំដុំនេះតែសាច់នេះវាមកពីណា
ซับในจัดนี้เต็มออสลับอาหารเมื่อแต่ดูจีใส่ครับมันก็ท่าดำนานี้สำได้คัดบานยกอมเบลหมกจรานแบบนี้เตปจิสได้ส้มกุรุกสำเด็กสะรอง សូមអរគុណសម្រាប់ការគ្រប់គ្រងរបស់អ្នកទាំងអស់គ្នានេះជាលើកដំបូងដែលខ្ញុំមិនហ៊ានណែនាំដែរមិនដឹងថាវាមកពីណាទេសាច់ឈាមប្រជាជនត្រូវបង្ខំយកមក ប្រជាជនអស់កម្លាំងស្ទើរតែស្លាប់ដោយសារតែឃ្លានតែអ្នកនៅតែបង្ខំស្រូបយកពីពួកគេបែបនេះអ្នកនៅមានមនុស្សថតទេ សូមឲ្យអ្នកទាំងអស់គ្នាមានចិត្តស្ងប់ស្ងាត់មហោបទាំងនេះខ្ញុំជួញដូរដោយផ្ទាល់ខ្លួនមិនយកលុយប្រជាជនសំបីសេនតេកថែមទៀតខ្ញុំក៏ស្វែងរកវិធីសាស្ត្រប្រមូលអាហារជួយគ្រោះមហន្តរាយផងដែរវិធីសាស្ត្រនេះមិនមែនជាពិធីជប់លៀងសម្រាប់បដូរព័ត៌មានទេតែជាការប្រជុំដើម្បីលើកទឹកចិត្តបន្ទាប់ពីបរិភោគអាហារនេះរួចសូមឲ្យអ្នកទាំងអស់គ្នាជួយខិតខំប្រឹងប្រែងផង តែយើងនៅរងចាំអ្វីទៀតអង្គុយរួចហើយក៏បំពេញពូសិនទៅអេអ្នកគិតថាពួកគេនឹងមានអារម្មណ៍យ៉ាងដូចម្ដេចពេលដឹងថាអ្វីដែលពួកគេកំពុងបរិភោគគឺជាជាតិខ្ញុំមិនចង់គិតទេការបះពកលឿងគឺឆ្ងាញ់ហើយនេះជាអាហារល្អបំផុតដែលខ្ញុំបានយល់មកនៅក្រុងខ្វាងជូវត្រឹមហើយឥឡូវនេះអាចប្រាប់យើងពីវិធីធ្វើបានហើយមែនទេបាទចាស់នៅលើโลกនេះមានវិធីណាដែលអាចដោះស្រាយបញ្ហានេះបានទេ អ្នកទាំងអស់គ្នាគិតយ៉ាងដូចម្ដេចឆ្ងាញ់ទេ ច្បាស់ណាស់ឆ្ងាញ់ណាស់ឯកឧត្តមអ្នកនិយាយអ្វីដែរអាហារដែលឯកឧត្តមរៀបចំសម្រាប់យើងមានអ្វីដែលមិនឆ្ងាញ់ទេ ចម្លើយគឺនៅក្នុងអាហារទាំងនេះ រាប់តាមពិតទៅអ្នកទាំងអស់គ្នាអ្នកនោះនាំមកនៅនំប៉័ងធំគឺធ្វើពីម្សៅស្រពោនចំណែកឯសាច់ជ្រូកស្ងោរសាច់ជ្រូកប្រៃទាំងនោះវិញគឺធ្វើពីសត្វដែលស្លាប់ដោយសារតែឃ្លាននៅតំបន់កណ្ដាលប្រទេសឥឡូវពួកគេដឹងការពិតហើយប្រហែលជាពួកគេនឹងខឹងខ្លាំងណាស់ ឧត្តមសេនាបតីលៀងអ្នកមានន័យថាអាហារដែលយើងកំពុងញ៉ាំនេះទាំងអស់គឺធ្វើពីម្សៅស្រពោនមែនទេអាស្រពោនអាចបរិភោគបានឬ ប្រកាសជាអាច សាច់ជ្រូកប្រៃទាំងនេះត្រូវការអំបិលច្រើនមែនទេព្រះអង្គយកអំបិលមកជាច្រើនដែរឬ តើត្រូវការអំបិលអ្វីទេខ្ញុំអាចផលិតវាបានគ្រប់ពេលគ្រប់ទីកន្លែងនេះគឺជាអំបិលនៃពិភពលោក នេះជាអំបិលល្អបំផុតដែលខ្ញុំធ្លាប់ឃើញមានថ្នាំសុខភាពនេះយើងអាចរក្សាសត្វស្លាប់ទាំងនោះឲ្យបានយូរជាងមុនទៀតមិនត្រឹមប៉ុណ្ណោះទេស្រពោនក៏អាចបរិភោគបានផងដែរប្រជាពលរដ្ឋយើងក៏មិនត្រូវឃ្លានទេសូម្បីតែបរិភោគបានគ្រប់បន្ទប់ផងដែរទីនេះគឺជាតំបន់សំខាន់សម្រាប់ឧស្សាហកម្មបែបនេះយើងអាចបដូរអំបិលជាមួយពាណិជ្ជករអំបិលដើម្បីយកអាហារបានតើអ្នកទាំងអស់គ្នាមិនមានការត្អូញត្អែរអំពីការបរិភោគស្រពោនទេបរិភោគស្រពោនមានអ្វីគួរឲ្យភ័យខ្លាចទេមុននេះពេលគ្មានអ្វីបរិភោគយើងសំបីតែបរិភោគសម្បុកក្រឈើក៏បានដើម្បីឲ្យពោះពេញគ្រប់គ្រាន់ពិតមែនទេសូមអរគុណព្រះអង្គម្ចាស់ក្សត្ររងសូមគុំប្រញាប់អរគុណខ្ញុំសិនឲ្យការជួយសង្គ្រោះតំបន់គ្រោះមហន្តរាយបើតែជួយសង្គ្រោះប៉ុណ្ណោះមិនគ្រប់គ្រាន់ទេខ្ញុំបានរៀបចំផែនការ3ជំហានទី1លើកទឹកចិត្តប្រជាជនឲ្យចាប់ស្រពោនបដូរស្រពោនជាមួយអាហារដើម្បីបំបត្តិគ្រោះស្រពោនជំហានទី2ប្រើការងារជំនួយដោយប្រើវិធីសាស្ត្របច្ចេកទេសឆ្លាតវៃឲ្យប្រជាជនគ្មានអាហារបរិភោគយូរមកនេះមានចំណូលប្រចាំរយៈពេលវែងដើម្បីឆ្លងកាត់រដូវកាលអាហារខ្វះខាត ជំហានទី3គឺប្រើអំបិលដែលផលិតបានទៅបដូរយកអាហារប្រាក់និងសម្ភារៈផ្សេងដើម្បីគ្រប់គ្រងទៅមុខ មានចំណុចមួយទៀតយើងអាចប្រើអំបិលលើសដើម្បីធ្វើសាច់ជ្រូកស្ងោរឬសាច់ជ្រូកស្នូលផ្សេងដើម្បីប្រើសម្រាប់យោធា គំនិតល្អណាស់លោកអ្នកទាំងអស់គ្នាចូលទៅអនុវត្តទៅខ្ញុំទទួលយកការបញ្ជាទិញរបស់អ្នកអូ ព្រះអង្គហៅខ្ញុំមកនេះមានអ្វីដែរប្រជាជនតំបន់ខ្វានចង់ស្ដាប់ការណែនាំអ្នកហើយធ្វើសកម្មខ្ញុំកំពុងរវល់ណាស់ ឧត្តមសេនីយ៍ល្អខ្ញុំដឹងថាអ្នកលំបាកតែខ្ញុំដឹងថាមិនមានប្រយោជន៍ទេប្រសិនបើព្រះបតាខ្ញុំមិនដឹងការវិតម្លៃលទ្ធផលរបស់អ្នកនឹងធ្វើដូចម្ដេចបានហើយព្រះបន្ទូលមកដល់ហើយអ្នកត្រូវសរសេររីកាអូយមិនថាចេញបញ្ជាឲ្យអ្នកជីព្រះអង្គមកកាន់តំបន់ខ្វានចុងដើម្បីជួយសង្គ្រោះទេ អ្នកបានដឹកនាំប្រយុទ្ធប្រឆាំងនឹងសត្វកណ្ដុរហើយបង្ហាញសមត្ថភាពដ៏អស្ចារ្យនិងល្អឥតខ្ចោះជាព្រះអង្គូនប្រសើរណាស់ប្រជាជនខ្វានចុងស្រឡាញ់អ្នកខ្លាំងណាស់
មើលទៅមិនដឹងខ្លួនផងខ្ញុំបានធ្វើសកម្មភាពល្អច្រើនបានហើយការសរសើរខ្ញុំសូមសរសេរតិចទៅបើមិនដូច្នេះព្រះបតាខ្ញុំនឹងនិយាយថាខ្ញុំសរសើរខ្លួនឯង ទាំងអស់នេះសុទ្ធតែជាកុសលរបស់ព្រះអង្គយ៉ាងណាក៏ដោយអញ្ចឹងមិនហ៊ានទទួលគិតយូរទេ ចូលទៅអេអមអសូដែលសរសេររយៈពេល2ខែនេះស្អាតណាស់នៅយើងឆៅនឹង ពេលនោះខ្ញុំបានភ្នាល់ជាមួយគាត់មែនទេ ឧត្តមសេនីយ៍លៀង កំពុងគិតអ្វីដែរមិនមានអ្វីទេតើអ្នកកំពុងគិតថាខ្ញុំបានបញ្ចប់ភារកិច្ចដែលព្រះបតាបានផ្ដល់ហើយបន្ទាប់មកតើអ្នកគួរតែបំពេញការភ្នាល់ជាមួយខ្ញុំយ៉ាងដូចម្តេចទេ អ្នកដឹងដូចម្តេច ខ្ញុំមិនមានទេអ្នកនិយាយថាបើខ្ញុំរាយការណ៍ឲ្យព្រះបតាឲ្យអ្នកត្រឡប់មកធ្វើតំណែងវិញគ្មានលទ្ធភាពទេខ្ញុំមិនយល់ព្រមខ្ញុំមិនទាន់និយាយចប់សោះតើមានអីបន្ទាន់ប៉ុណ្នេះខ្ញុំមានន័យថាបើខ្ញុំទៅរាយការណ៍ឲ្យព្រះបតាឲ្យអ្នកត្រឡប់មកធ្វើជាអ្នកការពារទីក្រុងវិញនេះជាការលើកតំណែងឲ្យខ្ពស់ណាស់អ្នកមិនចង់ទេចង់ច្បាស់ណាស់ខ្ញុំគិតថាគិតថាអី ច្បាស់ណាស់គឺថាអ្នកចង់ឲ្យខ្ញុំខ្លាចជាកូនត្រមុំរបស់អ្នក មិនមានអីទេប្រសិនបើព្រះអង្គមិនមានអ្វីទេខ្ញុំសុំទៅមុនសូមរងចាំមើលសម្រស់ឬមើលសម្រស់តែស្រឡាញ់បង្ខំមិនដែលផ្អែមទេមួយថ្ងៃណាមួយអ្នកនឹងមកស្រឡាញ់ខ្ញុំដោយស្ម័គ្រចិត្ត មិនអាចទេអ្នកសាកមើលចម្លែកណាស់តើហើយអ្វីគាត់ដូចជាស្ដាប់បានចិត្តខ្ញុំដូចមានចិត្តមានការភ្ជាប់គ្នា អេយ៉ានេះអីតើកាត់អ្វីឡើងតើគួរធ្វើដូចម្តេច នេះមិនមែនកំពុងត្រៀមត្រឡប់ទៅរាជធានីវិញទេឧបករណ៍ដឹកជញ្ជូនមិនគ្រប់គ្រាន់ទេពួកគេកំពុងព្រួយចិត្តរឿងនេះខ្ញុំមិនជឿទេព្រោះយើងមានកម្មករច្រើន ប្រើស្មាដឹកប្រើដៃរុញយើងត្រូវធានាឲ្យសម្ភារៈដឹកទៅដល់មុខមាត់សង្គ្រាមឲ្យបានយាងជៀនជូនធ្វើមេកណ្ដាលប្រទេសមិនមានប្រទេសគោច្រើនទេ ប្រទេសក៏មិនមែនជាឧបករណ៍ដឹកជញ្ជូនល្អបំផុតទេហេតុអ្វីត្រូវប្រើកម្មករ ព្រះអង្គគោនៅកណ្ដាលប្រទេសទាំងអស់គឺមកពីក្រៅតំបន់មិនទាន់បណ្ដោះបណ្ដាលទេពួកវាមិនអាចអូសសល់ទេសបានទេការអូសសល់ទេសត្រូវការសិក្សាមកហើយអ្នកមិនសូវសិក្សាមិនសូវមានសមត្ថភាពនោះវិញបានត្រឡប់មកវិញហើយ ព្រះអង្គគោដែលអាចអូសទេសបានត្រូវធំឡើងនៅក្បែរម្ដាយវាហើយមើលម្ដាយវាអូសទេស បើធ្វើបែបនេះទើបអាចអូសទេសបានគោនៅក្រៅតំបន់ទាំងនោះគឺចិញ្ចឹមដាច់ដោយឡែកមានអាកប្បកិរិយារឹងមាំកុំនិយាយអំពីអូសទេសអីទេ សំបីតែដើរតាមផ្លូវត្រឹមត្រូវក៏មិនចេះដែរអ្នកស្រីលៀងប្រសិនបើមិនអាចធ្វើបានយើងប្រើស្មាដាក់លើស្មាដោយផ្ទាល់ទៅបើទោះបីជាយឺតបន្តិចក៏ដោយតើយ៉ាងហោចណាស់ក៏ល្អជាងជាប់ទីនេះដាក់លើស្មាដោយផ្ទាល់អ្នកទាំងអស់គ្នានឹងឃើញបែបនេះផងដែរ បើគ្មានរទេះគោតើមិនមានរទេះឈើសេះឈើទេអ្វីនោះក៏មិនល្អជាងអ្វីទេដែរព្រះអង្គ អ្វីទៅជាទេសឈើសេះឈើ ព្រះអង្គខៃអ្វីមើលទៅដូចជាមិនធ្លាប់ពើអំពីរបស់នេះសោះ មើលក្បាលខ្ញុំទៅ បន្តិចទៀតអ្នកទាំងអស់គ្នានឹងដឹងហើយនេះហើយជារទេសឈើសេះឈើមានអារម្មណ៍ថាស្រួលជាងរទេសគោទៀតហើយកង់មុខនេះអាចដំណើរការបានល្អសម្រាប់ដេកភាគច្រើនព្រះអង្គតើព្រះអង្គគិតរឿងនេះបានដូចម្តេចអ្នកកុំបារម្ភអីទេព្រះអង្គមានទេពកោសល្យមែន អ្វីទៅនោះអ្នកមិនប្រយោជន៍នោះបានជោគជ័យក្នុងការប្រមូលអាហារយោធាចេញពីតំបន់គ្រោះមហន្តរាយវិញហើយប្រជាជននៅតំបន់គ្រោះមហន្តរាយក៏បានសរសេរលិខិតសរសើរដល់ព្រះអង្គថាជាព្រះអង្គគុណប្រសើរបាតម្ដាយ បន្តបែបនេះទៅមុខតំណែងអភិបាលវិន័យនឹងកាន់តែឆ្ងាយបើដូច្នេះហើយកុំបន្ទោសខ្ញុំថាខ្ញុំចិត្តរឹង ម្ដាយមានប្រាជ្ញាពិតមិនខុសអីជាព្រះអង្គនៃដាក់សា នេះហើយជាអាហារយោធាថ្មីដែលអ្នកបានអភិវឌ្ឍថ្មី សូមរាយការណ៍ដល់ព្រះអង្គជាអាហារយោធាប្រភេទស្លាបព្រាកូនបង្កើតថ្មីមានភាពងាយស្រួលយកតាមខ្លួននិងងាយស្រួលប្រើប្រាស់ហើយរសជាតិផងដែរខ្ញុំមកពីតំបន់ខ្វានជូតាមផ្លូវក៏ពឹងផ្អែកលើវាដើម្បីបំបត្តិឃ្លានផងដែរ ព្រះអង្គខ្ញុំចាស់ក៏ចង់សាកអាហារយោធាប្រភេទស្លាបព្រារបស់ព្រះអង្គគូនផងដែរ
សម្រាប់ព្រះអង្គគង់ចាស់ទី2 em pô chư ê ya mi à ha yo khi mi mi bánh hà អត់កាច់ណាស់ព្រះអង្គទូចលីនខិនចង់សម្រាប់ព្រះអង្គចាប់គាត់ទៅគុំធ្វើអីល្ងងអីទេគ្រាន់តែបរិភោគអាហារមិនល្អប៉ុណ្ណោះមានអ្វីកើតឡើងដែរនេះជាអាហារសម្រាប់កងទ័ពណែខ្ញុំបាននិយាយឲ្យថាក្នុងរយៈពេលខ្លីបែបនេះអ្វីគ្រប់អាហារសម្រាប់កងទ័ពបានគឺជាផលិតផលមិនល្អវាមិនអាចជាដូច្នោះទេពលរដ្ឋបានបរិភោគអាហារនេះជាច្រើនថ្ងៃហើយក៏មិនមានបញ្ហាអ្វីសោះខ្ញុំដឹងហើយអ្វីដែលអ្នកនិយាយនៅមាត់ពួកគេគឺល្អទាំងអស់ប៉ុន្តែអាហារទាំងនេះគឺផ្ញើទៅខាងមុខសម្រាប់ទាហានពួកមនុស្សនៅក្រោមរបងទាំងនោះតើអាចប្រៀបធៀបបានទេមិនខុសទេមិនបានឆ្លងត្រួតពិនិត្យច្រើនជាន់ទេក៏យកអាហារនេះធ្វើអាហារសម្រាប់កងទ័ពខ្ញុំសូមរីកាថាព្រះអង្គគុំប្រសាសន៍បានប្រញាប់ស្វែងរកកិត្តិយសល្អហើយអាហារកងទ័ពនេះមិនទាន់ដឹកទៅមុខទេបើមិនដូច្នោះទេទាហានជាមុនអ្នកនៅសម្រាប់ភូមិប្រសិនបើមានបញ្ហាឈឺពោះភ្លាមបានបាត់បង់ជីវិតឥតប្រយោជន៍ទេអូយ៉ាកូនអើយសូមបកស្រាយបន្តិចតែប៉ុណ្ណោះយើងធ្វើជាឈឺធ្វើឲ្យកិត្តិយសរបស់ព្រះអង្គកូនប្រសាសន៍ត្រូវខូចនោះព្រះអង្គទី2នឹងផ្ដល់ផ្ទះមួយខ្នងឲ្យខ្ញុំហើយក៏មានប្រាក់កក់សម្រាប់សេវាកម្មផងដែរអូយ៉ាអ្វីទាំងអស់នេះខ្ញុំមិនអាចបដិសេធបានទេបើអ្នកចង់ចាប់ខ្ញុំក៏ចាប់ទៅខ្ញុំឲ្យអ្នកចាប់ទៅតែសូមធ្វើឲ្យល្អប្រសើរឡើងតើអ្នកចង់ធ្វើឬមិនធ្វើដែរបងប្រឹងប្រែងខ្លាំងប៉ុណ្ណាក៏មិនបានទេសូមកុំប៉ះពាល់ខ្ញុំអីព្រះមហាក្សត្រព្រះអង្គូនប្រសាសន៍គ្មានគុណធម៌ទេគិតត្រឡប់ទៅកាលពីមុនពេលព្រះអង្គូនប្រសាសន៍នៅជាព្រះអង្គូនប្រុសនោះក៏មានអាកប្បកិរិយាដូចនេះដែរប្រើអំណាចបង្ខំគេមិនខ្លាចច្បាប់អ្វីសោះគិតថាបានកាន់តំណែងព្រះអង្គូនប្រសាសន៍ហើយអាចបង្រួមចិត្តបែបនេះបានឬបើព្រះអង្គូនប្រសាសន៍មានអាកប្បកិរិយាដូចនេះប្រទេសត្រូវបានគ្រប់គ្រងគ្រប់គ្រាន់ហើយតើពិតជាចង់បានការពន្យល់មែនទេគ្មានអ្វីត្រូវពន្យល់ទេសួរថាអ្នកឈឺពោះនេះពិតជាកើតឡើងពីការទទួលទានអាហាររបស់យោធាខ្ញុំឬចាន់ចាស់ចាប់តាំងពីព្រឹកមកដល់ឥឡូវនេះគ្រាន់តែបានបរិច្ឆេទអាហារយោធារបស់ព្រះអង្គប៉ុណ្ណោះព្រះអង្គូនប្រសាសន៍មានន័យដូចម្ដេចឬថាព្រះអង្គដឹងអំពីរបៀបរស់នៅប្រចាំថ្ងៃរបស់ខ្ញុំគុំគិតថាខ្ញុំមិនដឹងថាអ្នកកំពុងគិតអ្វីតែប្រាក់មាស500ដែលបន្ថែមលើសរបស់អ្នកនៅលើក្បាលផ្ទះមានអ្វីកើតឡើងផ្ទះ4ខ្នងនៅជីខាងលិចទីក្រុងធំតើលក់ពេលណាហើយកាលពីយប់មិញអ្នកបាននិយាយអ្វីជាមួយនរណាអ្នកគិតថាខ្ញុំមិនដឹងទេនិយាយត្រង់តើនរណាជួយគ្រប់គ្រងអ្នកឲ្យធ្វើបែបនេះប្រាប់ថានរណាស្ថិតពីក្រោយបញ្ជាខ្ញុំនឹងធានាអ្នកមិនស្លាប់ទេគាត់ដឹងបានដូចម្ដេចមិនទាន់និយាយទេសោះអត់អ្នកចង់ឲ្យខ្ញុំយកភស្តាងមកបោះលើខ្លួនអ្នកមែនទេទី2នេះកើតអ្វីឡើងខៃបេងព្រះបតាខ្ញុំមនុស្សអាក្រក់នេះចង់បង្ក្រាបខ្ញុំម្សិលមិញខ្ញុំឃើញលោកជំទាវសាយជួបមនុស្សពាក់ខ្មៅរៀបផែនការបង្ក្រាបខ្ញុំនេះជារឿងបរិសុទ្ធស្បែកខ្មៅអ្នកនៅតែចង់សុំជីវិតមែនទេអណ្ដាតភ្លើង particular ផងធំនេះនិយាយគួរឲ្យភ្ញាក់ផ្អើលតែការធ្វើអាក្រក់បំផ្លាញគាត់អាចឲ្យគាត់ទៅបានងាយស្រួលបែបនោះទេយូលិនដូច្នេះត្រូវទៅកន្លែងដែលស្ដេចរាជបុត្របាននិយាយដើម្បីប្រមូលភស្តុតាងឯកសារខ្ញុំជាចាស់សេនតែគិតដូចចាស់សេនប៉ុន្តែពេលមួយខ្ញុំត្រូវជាខ្លាំងជ្រូកបិទបាំងចិត្តខ្ញុំបានបន្តធ្វើអាក្រក់លើព្រះរាជបុត្រវាគ្មានបញ្ហាឡើយនេះពិតជាគ្មានបញ្ហាឡើយតែបើអ្នកនិយាយចេញពីមាត់ថាអ្នកណាជាអ្នកស្នាក់ក្រោយខ្ញុំអាចលើកលែងជីវិតឲ្យអ្នកបានអូអ្នកមើលខ្ញុំធ្វើអ្វីមិនមែនខ្ញុំជាអ្នកបញ្ជាឲ្យអ្នកបង្ក្រាបបងធំទេលុះត្រាតែអ្នកនៅមើលខ្ញុំប្រែផ្ទៃមុខហៅខ្ញុំវាជាការសម្រេចចិត្តផ្ទាល់ខ្លួនរបស់ខ្ញុំអ្នកដឹងទេថាការចោទប្រកាន់ព្រះរាជបុត្រពង្វិតអ្នកអាចបណ្ដាលឲ្យគ្រួសារទាំងអស់ត្រូវរងគ្រោះខ្ញុំមានទោសដូច្នេះមិនថាមុខណាក៏ស្លាប់ដែរសំណាងល្អខ្ញុំទុកកូនក្រៅប៉ុន្មានអ្នកក្នុងករណីនេះគាត់ត្រូវសើសបោកសម្ដេចនិងចាប់អ្នកមាន9ជំនាន់
អ្នកត្រូវសុំអភ័យទោសឲ្យគាត់បើធ្វើអាក្រក់ដល់ដំណាក់កាលនេះស្លាប់ក៏មិនគួរឲ្យសោកស្ដាយទេប៉ុន្តែបុត្រទទួលស្គាល់ថាអតីតអាកប្បកិរិយារបស់ខ្ញុំមិនប្រុងប្រយ័ត្នចាប់តាំងពីខ្ញុំកាន់តំណែងព្រះរាជបុត្រខ្ញុំក៏ដឹងថាការទទួលខុសត្រូវលើស្មារតីដើម្បីស្នងមរតករបស់រាជវង្សដ៏វែងឆ្ងាយរបស់យើង បើខ្ញុំមានវាសនាខ្ញុំមានត្រកូលសេងនឹងវេកតែព្រះបតានឹងយ៉ាងដូចម្ដេចទៀត ព្រះបតាខ្ញុំមានវិធីធ្វើឲ្យគាត់និយាយថាតើនរណាជាអ្នកស្នាក់នៅពីក្រោយ កុំខ្ជិះខ្ជីពេលវេលាឥតប្រយោជន៍ខ្ញុំបាននិយាយថាជាខ្ញុំផ្ទាល់ដែលស្រឡាំងស្រួលជឿថាអ្នកមានកូនក្រៅស្រកនៅតំបន់ខាងត្បូងហើយតំបន់ខាងជើងក៏មានអ្នកជំរាបម្នាក់និងកូនក្រៅស្រកម្នាក់ផងដែរមែនទេអ្នកត្រូវដឹងថាបើខ្លែងបន្លំខ្ញុំបញ្ចប់របស់មនុស្សទាំងនេះគ្មាននរណាអាចរស់រានបានទេអីតើអ្នកដឹងបានដូចម្ដេចបើចង់ឲ្យគេមិនដឹងគឺគុំធ្វើឲ្យមានឲ្យឃើញឥឡូវនេះអ្នកនៅតែបដិសេធមិននិយាយមែនទេព្រះអង្គម្ចាស់នេះជាអ្វីដែលយើងយកបាននិយាយ បាត់ជាព្រះអង្គទី2ជាព្រះអង្គទី2ដែលគ្រប់គ្រងឲ្យខ្ញុំធ្វើបែបនេះព្រះអង្គមានភាពក្មេងហើយក៏បានគំរាមខ្ញុំផងដែរខ្ញុំមិនអាចជិះវៀងបានទេទើបតែធ្វើរឿងបែបនេះអ្នកកំពុងបើប្រាស់ខ្ញុំជាមួយបំប្រុសដូចជាដៃជើងមួយគ្នាតើអាចឲ្យអ្នកមកបំភាន់យើងបានឬគ្រប់គ្រាន់ហើយ អ្វីដែលគាត់និយាយពិតមែនទេ ព្រះវតាគូមានអារម្មណ៍ស្រពិចស្រពិលសូមព្រះវតាជួយពិនិត្យផង កប៉ាល់នេះកាន់តែអត់ប្រយោជន៍សោះមានលើកនេះបង្ហាញខ្លួនពិតជាល្អមែនព្រះអង្គមហាព្រំបញ្ជូនរឿងនេះឲ្យគាត់គ្រប់គ្រងគឺត្រឹមត្រូវហើយប៉ុន្តែអ្វីទៅហេតុអ្វីមិនគិតបន្តទៀតតើគាត់ខ្លាចបងប្អូនប្រឆាំងគ្នាប៉ុន្តែនេះជាឱកាសល្អបំផុតដើម្បីបោះបង់ព្រះអង្គទី2 ព្រះបតាស្បៀងយោធារបស់កូនត្រូវបានពិនិត្យតាមជាន់ជាបន្តបន្ទាប់ឥឡូវនេះរឿងស្បៀងយោធាមានសារៈសំខាន់ខ្លាំងណាស់ពួកគេកំពុងប្រយុទ្ធយ៉ាងសង្ឃឹមនៅខាងមុខពេលយើងមិនអាចជួយបំបែកបារម្ភឲ្យពួកគេបានទេពួកគេត្រូវទាំងឈាមទាំងទឹកភ្នែកបងទី2ធ្វើបែបនេះគឺកំពុងកាត់បន្ថយមូលដ្ឋានរបស់យើងបងទី2និយាយមិនខុសទេរឿងស្បៀងយោធាអាស្រ័យលើសុវត្ថិភាពប្រទេសឧត្តមសេនីយ៍លៀងអ្នកទទួលខុសត្រូវដឹកជញ្ជូនស្បៀងយោធាខ្នាតនេះទៅខាងមុខ ខ្ញុំទទួលព្រះបន្ទូលហើយសូមចាក់ចេញពីព្រះរាជដំណាក់សូមអរគុណព្រះមហាក្សត្រព្រះបតា ព្រះអង្គធ្វើបែបនេះគឺចង់ឲ្យរឿងរត់ខ្លាយជារឿងគ្រួសារមើលទៅស្រីទី2របស់ព្រះអង្គទទួលបានសេចក្តីស្រឡាញ់មិនតិចទេកូនស្រីត្រូវប្រុងប្រយ័ត្ន ជាអ្នកណាបញ្ជាឲ្យឆ្វេងបំភាន់បងទី2ទេខ្ញុំដឹងថាស្ត្រីក្នុងវងមិនអាចចូលរួមការរដ្ឋាភិបាលបានទេតើអ្នកដឹងទេ ខ្ញុំសូមទោសតើអ្នកដឹងទេថាបងទី2ត្រូវបានតែងតាំងជាព្រះអង្គម្ចាស់រាជទ្រង់ហើយខ្ញុំដឹងរឿងនោះប៉ុន្តែអ្នកនៅតែញុះញង់អ្នកបង្កើតអល់ប្រយុទ្ធនឹងគាត់តើអ្នកមិនគិតថាដេជានឹងមិនដែលមានសន្តិភាពទេ ខ្ញុំសូមទោសប៉ុន្តែព្រះអង្គបានបញ្ជាក់អំពីគុណប្រុសនោះខ្ញុំធ្វើបែបនេះសម្រាប់សុវត្ថិភាពនៃព្រះរាជាណាចក្ររបស់ព្រះអង្គ ដូច្នេះត្រូវផ្ញើទៅនៅក្រៅរាជវាំងរយៈពេល3ឆ្នាំបើមានលើកក្រោយទៀតខ្ញុំនឹងមិនអត់ឱនទេ កូនស្រឡាញ់មិនបានជួបគ្នាច្រើនថ្ងៃហើយមានគិតអំពីខ្ញុំទេ សូមស្វាគមន៍ព្រះអង្គខ្ញុំមិនចូលចិត្តព្រះអង្គទេ ព្រះអង្គមានរឿងមិនល្អហើយមានអីមកទៀតហើយ ព្រះអង្គត្រូវបានបញ្ជាឲ្យស្ត្រីស្នាក់នៅវាំង3ខែហើយកាត់ប្រាក់ខែ3ឆ្នាំតែបញ្ជាឲ្យព្រះអង្គទី2ទៅសម្រាប់ទឹកអំពីកំហុសប៉ុណ្ណោះអីចឹងការដាក់ទោសនេះស្រាប់ពេកដូចជាមិនមានការដាក់ទោសអីសោះ ព្រះបាទចាស់នេះមានលេសអ្វីទៅខ្ញុំជាព្រះអង្គធំតែពេលចុះកប៉ាល់វិញមានគំនិតមិនគួរមានសំបីតែការដាក់ទោសក៏មិនមានតែមានអ្វីលាក់លៀមតែខ្ញុំជាមួយអ្នកមិនដឹងទេមិនបានទេនេះវាបានតែសកម្មពេកខ្ញុំត្រូវតែត្រៀមខ្លួនសម្រាប់លទ្ធផលអាក្រក់បំផុតស្វាង ទៅរកអ្នកប្រឹក្សាដែលមានប្រយោជន៍មកខ្ញុំមានរឿងធំត្រូវប្រើបានឬថាព្រះអង្គមហាក្សត្រត្រូវការឲ្យយើងចូលជួបអេហើយយើងទៅមានអ្វីប្រយោជន៍ទេកន្លែងមហាក្សត្រទី6នេះគ្រាន់តែជាកន្លែងសម្រាប់ស៊ីស្រួលរងចាំស្លាប់ប៉ុណ្ណោះទៅសមរភូមិវិញក៏មិនអាចទៅបានការរក្សាសន្តិសុខក៏មិនមកចុះពួកយើងអេមហាក្សត្រនេះគឺជាព្រះអង្គធំមុននោះផងប្រហែលតែឲ្យយើងទៅដើម្បីឲ្យទៅលេងបាញ់សិតជាមួយគាត់ប៉ុណ្ណោះ
ដើមទាំងខ្លួនឯងក៏ជាមនុស្សមិនប្រយោជន៍សោះហើយមកជួបមេដឹកនាំបែបនេះទៀតយើងនេះចាប់ហើយចាប់សពគ្រប់យ៉ាងហើយស្ងប់ស្ងាត់ទៅ Well ព្រះអង្គសូមមើលនេះហើយជាអ្វីដែលយើងមាននៅលើនេះទីហ៊ានរបស់ព្រះអង្គគុំហាក្សត្រ ព្រះអង្គយើងមានកម្លាំងតិចតួចមានតែអ្នកទាំងនេះប៉ុណ្ណោះដែលអាចទប់ចិត្តបាន ទីហ៊ានទាំងនេះអាចទុកចិត្តបានទេ នេះអ្វីទៅនេះហើយអូយឥឡូវនេះថាវិកាតិចណាស់ព្រះអង្គសូមមើលនេះសូមមើលវីដេអូនោះទៅគេយកជ្រូកស្រីទៅចិញ្ចឹម3ឆ្នាំឥឡូវខ្លាយជាម្ចាស់ចិញ្ចឹមជ្រូកធំទៅហើយ ហាប់ដង្ហើមលើដៃកាន់ទម្ងន់ទៅមុខហើយក៏លោតកង្កែបទៀតព្រះអង្គអ្វីទាំងនេះយើងមិនធ្លាប់ឃើញសោះនេះជាវិធីហាត់ប្រាណរបស់អ្នកទាំងអស់គ្នាពីនេះទៅព្រះអង្គវិធីហាត់ប្រាណ6របស់ព្រះអង្គគុំហាក្សត្រនេះគឺជាវិធីហាត់ប្រាណដែលព្រះបតាធំទុកសម្រាប់យើង បដូរយ៉ាងភ្លាមបែបនេះមិនសូវល្អទេមែន អញ្ចឹងពេលធម្មតាអ្នកទាំងអស់គ្នាហាត់ប្រាណយ៉ាងដូចម្តេចដែរព្រះអង្គសូមមើល ដំបូងគឺត្រូវហាត់ឲ្យរាងកាយរឹងមាំសិន រាងកាយគឺជាមូលដ្ឋានបន្ទាប់មកគឺហាត់កម្លាំងតែបើលើកធ្មើទាំងនេះឲ្យលើស្ក្បាលបានទាំងអស់ទើបចាត់ទុកថាឆ្លងកាត់បន្ទាប់មកទៀតក៏មានហាត់សម្រាប់ភូមិផងដែរអេហើយ ខ្ញុំមានអារម្មណ៍ថាវាល្អហើយតែវាមិនច្បាស់លាស់ទេពីនេះទៅអ្នកគ្រប់គ្នាត្រូវហាត់តាមវិធីរបស់ខ្ញុំព្រះអង្គបដូរយ៉ាងងាយបែបនេះមិនសូវល្អទេតែហេតុអ្វីមិនជឿខ្ញុំទេមិនមែនទេ កូនក្មេងតូចមួយនេះមិនធ្លាប់ចូលរដ្ឋបាលយោធាឡើយអ្នកណាអីជឿអ្នកបាន មិនដូច្នោះយើងមកភ្នាល់មួយមើលដូចម្តេចតើយើងមិនធ្វើការភ្នាល់មួយមើលទេ ភ្នាល់អីអញ្ចឹង អ្នកចៅយោធាចេញជាពីចម្បងមួយចម្បងហ្វឹកហាត់តាមវិធីអ្នកមួយចម្បងហ្វឹកហាត់តាមវិធីខ្ញុំ3ខែបន្ទាប់យើងមកប្រកួតគ្នានៅទីនេះប្រសិនបើអ្នកឈ្នះខ្ញុំនឹងផ្ទេរភារកិច្ចគ្រប់គ្រងច្បាប់6របស់ព្រះអង្គឲ្យអ្នកខ្ញុំមិនមានពាក្យណាផ្សេងទេតើយល់ដូច្នេះទេ ហើយបើព្រះអង្គឈ្នះវិញខ្ញុំនឹងគោរពតាមព្រះបន្ទូលទាំងស្រុងសូមសន្យាដូច្នេះ ព្រះអង្គលើខែស៊ីមិនតិចពេកទៅ ខ្ញុំវិញគិតថាវាយូរពេកទេអ្នកឲ្យគេរកជាងជោគជាមអីដែលក្តៅនឹងដល់ណាស់ហើយត្រូវបានផលិតជោគជ័យរួចហើយ នេះគឺជាគំរូសាឡបងព្រះអង្គមិនអីទេតែរបស់តូចនេះពិតជាដូចដែលព្រះអង្គនិយាយថាខ្លាំងប៉ុណ្ណោះឬ ហេតុអ្វីស្វាងអូនក៏មិនជឿដែរ បើជឿពិតជាមានខ្មោចហើយរឿងរំកំបិតដៅអីនោះគឺសម្រាប់មនុស្សល្បីទេដូច្នេះយើងសាក់ភ្នាល់មួយមើលមិនមិនភ្នាល់ទេអ្នកជឿហើយ ដូច្នេះបើអ្នកឈ្នះខ្ញុំនឹងអនុញ្ញាតឲ្យអ្នកចេញពីព្រះបរមរាជវាំងមួយដងពិតមែនទេច្បាស់តែអ្នកមិនទាន់និយាយថាបើខ្ញុំឈ្នះវិញត្រូវធ្វើម៉េចអ្នកចង់ធ្វើអ្វីក៏បានទេស្រស់ព្រោះអ្នកមិនអាចឈ្នះទេនេះអ្នកនិយាយអីណាអ្នកមើលឃើញព្រៀបនោះទេហាយើងសាកប្រកួតមើលថានរណាអាចបាញ់វាចុះមុនគេ អ្នកនិយាយអីណាហា យ៉ាងដូចម្ដេច ត្រូវហើយ ចុះហើយ ច្បាស់ ខ្ញុំហាត់វាក្បាច់សិល្បៈយូរចំនួន10ឆ្នាំស្រាប់តែចាញ់របស់នេះ គុំនិយាយដល់10ឆ្នាំសោះបើទោះបីឲ្យអ្នក100ឆ្នាំក៏ដោយអ្នកក៏មិនអាចឈ្នះខ្ញុំទេអ្នកកំពុងធ្វើអ្វីច្បាស់ជាមកទទួលរង្វាន់ភ្នាល់ហើយ ខ្ញុំកំពុងត្រូវឲ្យនេះលេងសើចប៉ុន្តែដូចជាខ្ញុំមិនសូវស្អប់វាទេព្រះអង្គរាជវង្សហៅកូនទៅខ្ញុំនឹងផ្ដល់កាបាច់មាត់ពីឲ្យអ្នកដូច្នេះចាប់តាំងពីខ្ញុំគ្រប់គ្រងមកខ្ញុំគិតថាខ្ញុំខិតខំធ្វើការដើម្បីប្រជាជន មានចិត្តអត់ធ្មត់និងមេត្តាករុណាតែហេតុអ្វីស្ថិតព្រះអាទិទេពត្រូវធ្វើបែបនេះចំពោះខ្ញុំ បងប្រុសអ្នកមានបញ្ហាអី
เวลาនៅលូយ៉ាងរលំទៅហើយព្រះបថាចង់សង់ឡើងវិញតែត្រូវឲ្យឈិននាំទៅ និយាយថាការធ្វើយុទ្ធសាស្ត្រមិនងាយទេប្រធានាធិបតីធំខ្ញុំមើលថាអ្នកមាននៅតាមតំបន់ផ្សេងផ្ទះពួកគេធំជាងព្រះបរមរាជវាំងពួកគេរស់ប្រណិតខាងក្រោយទាំងអស់គឺមានមន្ត្រីពេកាំងគាំទ្រទេឥឡូវខ្ញុំចង់សង់ព្រះបរមរាជវាំងវិញអ្នកវិញមករារាំងដឹងហើយគ្រាន់តែចិត្តទូចបន្តិចបន្តួចប៉ុណ្ណោះព្រះបរមរាជវាំងនេះខ្ញុំត្រូវសង់ឲ្យបានមិនអាចឲ្យនរណាធ្វើឲ្យខ្ញុំបោះបង់បានទេអ្នកណាហាមខ្ញុំសូមស្លាប់ទៅអាព្រះបតាមិនចាំបាច់ព្រួយចិត្តទេមិនត្រឹមតែសង់វីឡានៅលូយ៉ាងទេមានអ្វីពិបាកទេទោះយ៉ាងណាវីឡានៅលូយ៉ាងក៏ចាស់ហើយដែរយើងក៏គ្រាន់តែសង់ថ្មីមួយឡើងវិញក៏បានដែរវាក៏ល្អផងដែរដើម្បីធានាសុវត្ថិភាពរបស់ព្រះអង្គផងយើងសង់វីឡាថ្មីមួយឡើងវិញក៏ល្អដែរដើម្បីធានាសុវត្ថិភាពរបស់ព្រះអង្គផងតែព្រះអង្គដឹងទេថាការសង់វាំងមួយត្រូវចំណាយប្រាក់ប៉ុន្មានអូត្រូវចំណាយប៉ុន្មាន1 លានខ្វាននោះក៏គ្រាន់តែជាវាំងតាមស្តង់ដារធម្មតាប៉ុណ្ណោះបើសង់វាំងធំមួយឲ្យសំនឹងកិត្តិយសរបស់ព្រះបាទវិញចំណាយច្រើនជាងនេះប៉ុន្មានដងទៀតសំណើចខ្ញុំជាម្ចាស់អាណាចក្រធំមួយតើមានអ្វីបង្ហាញសូម្បីតែប៉ុន្មានលានខ្វានក៏រកមិនបានទេមុននេះមិនមានបញ្ហាទេប៉ុន្តែឆ្នាំនេះមានសង្គ្រាមក្រៅប្រទេសហើយក្នុងប្រទេសក៏ជួបគ្រោះមហន្តរាយផងក្នុងឃ្លាំងរដ្ឋបាលក៏មិនមានប្រាក់សល់ទៀតទេពុកម្ចាស់បើត្រូវសង់វាំងនៅលូយ៉ាងតើប្រទេសដាក់សានេះអាចប្រមូលប្រាក់បានប៉ុន្មានអាចច្រើនបំផុតក៏បានត្រឹម 3000 ខ្វានប៉ុណ្ណោះ 3000 ខ្វានពុកម្ចាស់បងធំចូលចិត្តលេងបាញ់សត្វតែគ្មានបទពិសោធន៍រឿងទាំងនេះក៏មិនចម្លែកទេបើទោះបីជាវាំងបណ្ដោះអាសន្ននៅលូយ៉ាងរលំក៏ដោយកូនសូមយោបល់ថាពេលនេះមិនមែនជាពេលសម្រុំសម្រាប់សង់ឡើងវិញទេសាច់ញាតិសូមចងចាំអ្នកសូមរងចាំទៅបានហើយ 3000 ខ្វានក៏ 3000 ខ្វានទៅការនេះខ្ញុំទទួលខុសត្រូវឲ្យបងធំខ្ញុំមិនស្ដាប់ខុសទេបងមានន័យថា 3000 ខ្វានអាចសង់វាំងបណ្ដោះអាសន្ននៅលូយ៉ាងឲ្យរួចបានឬមានអ្វីអីទៅប្អូនទី2បងមិនជឿទេត្រូវហើយខ្ញុំមិនជឿទេ 3000 ខ្វានសំបីតែថ្លៃសម្ភារៈក៏មិនគ្រប់ទេបងធំមានចិត្តធំដូច្នេះចង់ចំណាយលុយផ្ទាល់ខ្លួនដើម្បីបំពេញការលំបាកនេះឬមិនមែនទេខ្ញុំមិនមែនបែបនោះទេបើទោះបីខ្ញុំមិនមានលុយច្រើនដោយប្អូនទី2ឡើយ 3000 ខ្វានគ្រប់គ្រាន់ឲ្យខ្ញុំសង់វាំងបណ្ដោះអាសន្ននៅលូយ៉ាងម្ដងខ្ញុំមិនជឿទេព្រះម្ចាស់ខ្ញុំសូមរីកាអីសូមគុំរីកាអីទេហើយអ្វីបងក៏មិនជឿដែរបើមិនដូច្នេះយើងមកភ្នាល់មួយមើលភ្នាល់អ្វីភ្នាល់ថា 3000 ខ្វាននេះខ្ញុំអាចសង់វាំងបណ្ដោះអាសន្ននៅលូយ៉ាងបានឬអត់